សម្រាប់ពុកម៉ែបងប្អូនដែលត្រូវការ link គ្រប់ Telegram ជាមួយនឹង QR code របស់ ABA ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញវិធីសាស្ត្រងាយៗដែលយើងអាចធ្វើនៅលើទូរស័ព្ទដៃបានចឹងដើម្បីអាចធ្វើវាបានជាដំបូងយើងត្រូវមាន ABA Merchant App មួយសិនហើយនឹងយើងត្រូវមានជាមួយនឹង Telegram អញ្ចឹងដើម្បីអាចធ្វើបានយើងចូលមកក្នុង Telegram បន្ទាប់មកយើងធ្វើការបង្កើតក្រុមមួយថ្មីមកអញ្ចឹងយើងចុចទៅលើពាក្យ new group ហើយបន្ទាប់មកយើងអាចធ្វើការ add សមាជិកចូលទៅក្នុងក្រុម Telegram អញ្ចឹងយើងអាច add បងប្អូនមិត្តភ័ក្តិឬក៏ក្រុមការងារឬក៏បុគ្គលិករបស់យើងបានអញ្ចឹងខ្ញុំធ្វើការ add Telegram របស់ខ្ញុំមួយទៀតចូលទៅក្នុងក្រុមនឹងដូចគ្នាបន្ទាប់មកនេះខ្ញុំដាក់ឈ្មោះអញ្ចឹងខ្ញុំដាក់ឈ្មោះនេះគឺយើងអត់កំណត់ទេយើងដាក់ឈ្មោះអីក៏បានដែរអញ្ចឹងខ្ញុំដាក់ថាQRអូខេអញ្ចឹងខ្ញុំដាក់ QR notification alert មកតោះមកខ្ញុំចុចទៅលើពាក្យ create អូខេអញ្ចឹងបន្ទាប់ពីយើង create គ្រប់បែបហ្នឹងបានហើយយើងចូលទៅក្នុង ABA Merchant របស់យើងហើយខ្ញុំចូលទៅកាន់ tray 3បន្ទាប់មកខ្ញុំចូលមកក្នុង manage business នេះមកហើយខ្ញុំធ្វើការវាយបញ្ចូល pin របស់ ABA Merchant របស់ខ្ញុំអញ្ចឹងនៅត្រង់ចំណុចនេះខ្ញុំចុចទៅលើកន្លែងនេះអូខេបន្ទាប់មកខ្ញុំអូសឡើងវាមកលើបន្តិចមកខ្ញុំចុចទៅលើពាក្យថា link Telegram group ហើយខ្ញុំធ្វើការវាយបញ្ចូល pin ម្ដងទៀតមកអូខេអញ្ចឹងលេខកូដនេះយើងត្រូវធ្វើការបញ្ចូលទៅក្នុងក្រុមតិចទៀតណាអញ្ចឹងលេខកូដរបស់វាយើងអាចចំណាំខ្លួនឯងបានអញ្ចឹងខ្ញុំរើសក្រុមមួយក្រុមដែលយើងបានបង្កើតមិញនេះ QR notification alert នេះអូខេបន្ទាប់មកខ្ញុំចុចកន្លែងនេះខាងក្រោមនេះហើយយើង add as admin ហ្នឹងមកហើយយើងអាចធ្វើការ back វាសិនហើយកន្លែងនេះយើងអាចធ្វើការវាយបញ្ចូលលេខ4ខ្ទង់មិញអញ្ចឹងបើយើងភ្លេចយើង scroll រវាបន្តិចមកអញ្ចឹង1788អូខេ1788យើង enter មកអូខេអញ្ចឹងគេបញ្ជាក់មកយើងហើយថាគ្រប់ហ្នឹងគឺយើងបានធ្វើការ link ជាមួយនឹង QR ABA បានជោគជ័យហើយឥឡូវនេះយើងចូលទៅមើល ABA Merchant របស់យើងវិញបន្ទាប់មកយើងចូលមកក្នុង tray 3នេះមកយើងចូលមកកន្លែង manage business នេះមកយើងធ្វើការវាយបញ្ចូល pin ដើម្បីទៀងទាត់ឬក៏ទៅមើល alert របស់យើងមិញថាតើយើងបាន link ហើយនៅអញ្ចឹងខ្ញុំចុចលើកន្លែងនេះមួយខាងក្រោមនេះវាបានបញ្ជាក់ហើយ Telegram bot យើងបាន link ជាមួយនឹងក្រុមមួយដែលមានឈ្មោះថា QR notification alert ហើយបន្តិចទៀតខ្ញុំនឹងធ្វើការ scan test ទៅលើ QR មួយនឹងថាតើវាពិតជា load ចូលទៅក្នុងក្រុម Telegram មែនឬក៏អត់អូខេតែថាតើយើងធ្វើ Telegram ក្រុមមិញហ្នឹងតើវាជោគជ័យឬក៏អត់អញ្ចឹងខ្ញុំធ្វើការបង់ប្រាក់ជាលុយរៀលហើយខ្ញុំធ្វើការបញ្ចូលនៅទឹកប្រាក់ចំនួននេះគឺខ្ញុំធ្វើការ test ទេអូខេខ្ញុំ confirm មួយមកនេះទៅហើយជោគជ័យហើយឥឡូវនេះយើងចាំមើលទៅក្នុងក្រុម Telegram ថាតើវា load ឬក៏អត់អូខេអានេះនៅក្នុង ABA អូខេមួយនេះគឺជាក្រុម Telegram alert អញ្ចឹងបញ្ជាក់ថាយើងបានធ្វើគ្រប់មិញហ្នឹងគឺជោគជ័យ 100% ហើយអត់មានបញ្ហាអីទៀតទេអញ្ចឹងបន្ទាប់ពីជោគជ័យបែបហ្នឹងហើយបងប្អូនអាចបង្ហាញ QR code នៅក្នុង ABA Merchant App ក៏បានឬក៏បងប្អូនទាំងអស់គ្នាអាចឲ្យអតិថិជនធ្វើការ scan នៅក្តារបញ្ឈរឬក៏ជាប់បញ្ឈរដែលក្រុមការងារពីខាង ABA គាត់ print ជូនណាអញ្ចឹងមានជា sticker មានជាការពាក់កអីផ្សេងៗអញ្ចឹងអាចធ្វើការ scan ទៅគឺអាច load ចូលទៅក្នុងក្រុម Telegram ហ្នឹងដូចគ្នាអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងសង្ឃឹមថាជាប្រយោជន៍មួយទៅដល់បងប្អូនអាជីវករបើសិនជាចូលចិត្តកុំភ្លេចជួយចុច like វីដេអូនេះម្នាក់មួយផងអរគុណយើងជួបគ្នានៅវីដេអូបន្ទាប់